ព្រោះធម្មជាតិនេះត្រង់នៅសភាវៈស្អាតហើយយើងគ្រប់គ្នាកំពុងតែធ្វើនៅសភាវៈស្អាតគឺយើងធ្វើបុណ្យព្រោះកាលដែលប្របាទស្រីវេស្សន្តរលោកបរិច្ចាគទានរហូតដល់ត្រូវរិះបណ្ដេញចេញពីព្រះនគរទៅនៅនឹងភ្នំគិរីវង្គតនោះក៏ធម្មជាតិអំណោយផលអញ្ចឹងចំពោះព្រះអង្គដែរសត្វកាចបែរជាមិនកាចមិនមានខ្យល់អាក្រក់ផ្លែដែលមិនផ្កាមិនដើមឈើដែលមិនផ្លែមិនផ្កាទៅជាមានផ្លែនិងផ្កាដើម្បីអនុគ្រោះដល់ការបំពេញនៅសេចក្តីជ្រះថ្លាក្នុងសម្មាសម្ពុទ្ធញ្ញាណដែលព្រះអង្គកំពុងតែបំពេញណាឥឡូវនេះយើងជ្រះថ្លាចំពោះសម្មាសម្ពុទ្ធញ្ញាណហើយយើងបានធ្វើបុណ្យអញ្ចឹងមុខទៅគេឆ្ងល់ទៅសួរទៀតដែរថាមិនក៏មិននាំគ្នាបប្រតិបត្តិទៅឆាប់បានព្រះឆាប់បានតន់ព្រះអាត្មានឹកឃើញថាសេចក្តីបប្រតិបត្តិនេះមនុស្សធ្វើបានដោយក្រម្នាក់ជាប់ដោយកូនប្រពន្ធប្តីរបរទទួលទានយសស័កតំណែងទ្រព្យសម្បត្តិគេអកភាពសបាយភាពកាត់ទុកភាពភ័យខ្លាចព្រោះចពាក់ព្រោះមានទ្រព្យព្រោះមិនមានទ្រព្យសិតតែសេចក្តីលំបាករបស់សត្វរបស់យើងរាល់គ្នានោះអាត្មាមើលឃើញថាយើងរកផ្លូវទៅបប្រតិបត្តិមិនឃើញទេដីច្រើនពេកក៏នៅជាប់ណាគេហៅទៅផ្ដិតមេដៃអាចពាក់គេច្រើនពេកក៏នៅជាប់ណាដែលគេហៅទៅបងការប្រាក់គេនោះកូនច្រើនពេកក៏ត្រូវនៅចែកគេអកឲ្យកូនអាត្មាមិនជឿថាយើងមានពេលឯណាទៅបប្រតិបត្តិដើម្បីរកព្រះនិព្វានឃើញទេអញ្ចឹងត្រូវធ្វើម៉េចឲ្យយើងបានបុណ្យខ្លះមានតែនាំគ្នាធ្វើមហាទានទាំងអស់គ្នាមួយឆ្នាំមួយខែយ៉ាងម៉េចយើងហោចណាស់ក៏បានមួយថ្ងៃ2ថ្ងៃ3ថ្ងៃមកជួបជុំគ្នាឲ្យបរិច្ចាគនៅសទ្ធាដែលខ្លួនមានអត់មានអ្នកណាទៅបង្ខំទៅទាទៅទៀមយកមកទេគឺសឹកតែជាសទ្ធារបស់យើងហើយយកមកដាក់រួមគ្នាតម្កល់ក្នុងទីនេះហើយប្ររពធ្វើឡើងនៅបុណ្យមួយដែលយើងសន្មតថាទេសនាមហាជាតិដើម្បីជាឧបនិស្ស័យជាឧត្តមប្រយោជន៍ឲ្យយើងបានរួចចាកទុកក្នុងកាលខាងមុខហើយជាបុណ្យដែលយើងសន្សំទៅរឿយអញ្ចឹងគេមុខឲ្យឆ្ងល់ទៅរបស់របរច្រើនចឹងហ្នឹងយកទៅណាបុណ្យហើយយើងយកទៅណារបស់ណាដែលយើងអាចថាប្រណិតយើងប្រមូលទុកមកដុំសម្រាប់យកទៅប្រគេនព្រះសង្ឃតាមវត្តដែលលោកទានច្រើនណាវត្តខ្លះ200-300អង្គណាអញ្ចឹងយើងសល់ពីហ្នឹងមិនសល់ទេរៀបហើយពេលបុណ្យនឹងហើយអង្គមីទឹកត្រីទឹកស៊ីអ៊ីវរបស់របរទាំងអស់គឺថាយើងយកទៅប្រគេនដល់ព្រះសង្ឃហើយរបស់ហូបចុកណាដែលយើងគិតថាអាចហូបឥឡូវបានបើទៅចែកគ្នាក៏ចែកចោលប៉ុន្តែចាំចាប់បុណ្យគេសិនទៅកុំបេះពីឥឡូវកែងតែបុណ្យចាប់មិនទាន់អញ្ចឹងហើយយើងទាំងអស់គ្នាសិតតែជ្រះថ្លាហើយអាត្មាមិនដឹងថាពីណាគេបូជាអី1000ខ្លះទេប៉ុន្តែយើងសិតតែធ្វើហើយខ្ញុំកណានាំគេធ្វើប៉ុន្តែភ្លេចថាដល់គេចូលអស់ហ្នឹងមិនដឹងចូលអីក៏បានកសាងព្រះពុទ្ធរូប1000មកបូជានឹងបុណ្យមហាជាតិនឹងដែរហើយបូជាដោយឆ្នាំពេទ្យ1000ដែរហើយបូជាដោយទៀនកោប1000ដែរហើយបូជាត្រីខ1000ដែរគឺមកចូលបុណ្យជាមួយនឹងអស់លោកទាំងអស់គ្នាធ្វើបុណ្យមហាជាតិហ្នឹងព្រោះហេតុអីព្រោះខ្ញុំកណ្ដាលអាត្មាក៏ចង់ទាន់ព្រះអរិយមេត្រីដែរមុននឹងក៏មិនយកក្រោយនឹងក៏មិនយកប្រាថ្នាសុំឲ្យតែបានទាន់បានឃើញហើយស្ដាប់ពធព្រះអង្គត្រឹមតែមួយបាតចុះហើយឲ្យបានរួចចាក់ទុកបន្ទាប់ពីអស់ពីព្រះអរិយមេត្រីទៅផែនដីនេះត្រូវឆេះ
រហូតដល់ព្រំលោករងចាំទម្រាំតែផែនដីកកើតឡើងវិញអាចមានមនុស្សសត្វរស់នៅឡើងវិញនេះគឺឋានដែលផ្ទុកសត្វបណ្ដោះអាសន្នមានតែ2កន្លែងទេនរកមួយកន្លែងនិងព្រំចាប់ពីព្រំជាន់ទី6ឡើងជាន់ទី10ទី7ឡើងអធិស្ឋានព្រំមាន16ជាន់ឆេះអស់6នៅសល់10ថ្ងៃកន្លែងដែលផ្ទុកសត្វមាននរកប្រែតដេរឆានអសូរកាយមនុស្សទេវតា6ព្រំ16អរូបព្រំ4និងអភិសង្ខារភពទាំង31ហ្នឹងផ្ទុកសត្វប៉ុន្តែពេលដែលព្រះអរិយមេត្រីត្រាស់ដឹងរួចមានតែ2កន្លែងទេដែលផ្ទុកសត្វហ្នឹងគឺព្រំហើយនឹងនរកមនុស្សក៏ឆេះទេវតាក៏ឆេះព្រំ6ជាន់ទៀតព្រំអប្រសិជាប្រោតាមហាព្រំមាបរតាភិអបមានាភិអផស្សរាព្រំអស់6ឋានហ្នឹងក៏ឆេះដែរចាប់ពីបរតាសភាអបមានាសភានឹងបាននៅប៉ុន្តែមនុស្សទៅទើនឹងព្រំហើយមនុស្សទៅទើនឹងនរកអត់ឈ្នះនរកទេនរកច្រើនជាងពេលដែលនរកបានធ្វើបុណ្យរក្សាសិលអីឲ្យបានទាន់ព្រះរាមាពុភៈព្រះនាមអរិយមេត្រីអីទេនោះប្រហែលជាក្នុងចំណោមនោះមានយើងដែរក៏មិនដឹងអញ្ចឹងហើយបានយើងខំធ្វើបុណ្យឲ្យទាន់ព្រះអរិយមេត្រីទៅក្រៃលោពេលផែនដីឆេះទៅក្នុងចំណោមសត្វនរកទាំងអស់នោះមានយើងមួយដែរប្រយ័ត្នអាហ្នឹងហើយទៅនរកមិនទៅមួយថ្ងៃមកវិញទេគ្រាន់តែមកយប់មួយថ្ងៃនរកជាន់ទី1ណា9លានឆ្នាំមនុស្សមកយប់មួយថ្ងៃជាន់ទី1ផងណាអាចន់ទៀតជាងគេណាជាន់ស្រាលជាងគេណាហើយបើជាន់ធ្ងន់ដល់ទី2ទី3អីមិនបាច់និយាយហើយក្នុងលែងនិយាយហើយប៉ុន្តែនិយាយត្រឹមជាន់ទី1មកយប់មួយថ្ងៃ9លានឆ្នាំមនុស្សហើយសត្វនរកបើទៅកាន់ទីនោះហើយទៀងនឹងសោយទុកក្នុងនរកនោះ500ឆ្នាំនរកអញ្ចឹងរាប់ប្រមាណបានទេសេចក្តីទុកនឹងនោះនឹង500ឆ្នាំនរកក្នុងសម័យដែលនរកមានឋានមនុស្សមានទេវតាអីផងណាប៉ុន្តែដល់តែសម័យដែលនរកនៅតែនរកហើយព្រំអត់មានឡើងមកទេតម្រាំតែផែនដីកើតរហូតដល់សត្វអាចរស់នៅវិញបានមានព្រះអាទិត្យប្រចាំមានភ្នំមានទឹកមានអីមកវិញធម្មតាបានគឺថាវែងឆ្ងាយណាស់អញ្ចឹងថ្ងៃនេះរឿងអីក៏ដោយសូមឲ្យទុកមកដុំសូមឲ្យយើងតាំងនៅចេតនាមួយដ៏ល្អបរិសុទ្ធថាខ្ញុំមកទីនេះព្រោះបំណងធ្វើបុណ្យមហាជាតិហើយខ្ញុំបានស្ដាប់ធម៌មហាជាតិក្នុងកាន់ទាំង13ហើយខ្ញុំសូមឲ្យឧបនិស្ស័យនេះឲ្យជាកន្សៃសារពេចបានទាន់នៅព្រះដែលមានពភៈដែលព្រះអង្គទាននឹងត្រាស់នៅផុតកັບយើងនឹងប៉ុន្តែចុងផុតកັບមិនមែនឥឡូវនឹងទេណាកុំច្រឡំថាព្រះត្រាស់ឥឡូវនឹងហើយកុំអីណាព្រះអត់ត្រាស់ឥឡូវទេនៅយូរទៀតណាប៉ុន្តែយូរបែបមិនយូរពេកទេសម្រាប់សិក្សារវត្តបើយើងនៅអត់ទាន់ព្រះនោះយូរជាងនឹងទៅទៀតយូរជាងនឹងទៅទៀតអញ្ចឹងសូមឲ្យពុទ្ធបរិស័ទទាំងអស់នៅមុខគេក្តីនៅក្រោយគេក្តីនៅតាណាក្តីសូមឲ្យតាំងចេតនាដែលជាកុសលរបស់យើងហើយធ្វើបុណ្យមហាជាតិនេះដោយកុសលចេតនាជាអ្នកដែលបានតោងនៅពុទ្ធសារពិចចដាញាណដែលព្រះអង្គធ្លាប់បំពេញហើយរលឹកកោះកកាយនៅរឿង
ដែលព្រះអង្គធ្លាប់បំពេញធ្លាប់ធ្វើមកជាសេចក្តីជ្រះថ្លាមកធ្វើជាសេចក្តីពិចារណាដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខដើម្បីជាសេចក្តីចម្រើនអស់កលជាងវែងតរៀងទៅយើងចាប់ប៉ុណ្ណឹងយើងសម្រាប់ទទួលទានអាហារថ្ងៃត្រង់អីហើយទៅដល់តែរសៀលម៉ោង2ហ្នឹងគឺថាកម្មវិធីចាប់ផ្ដើមហើយអាត្មាក៏ចូលរួមជាមួយយើងទាំងអស់គ្នាយើងទាំងអស់គ្នាក៏ចូលរួមជាមួយបុណ្យយើងទាំងអស់គ្នាអត់មានបុណ្យផងពីណាទេណាបុណ្យហ្នឹងណាគឺបុណ្យហ្នឹងឈ្មោះថាបុណ្យមហាជាតិប៉ុន្តែអ្នកណាម្ចាស់យើងទាំងអស់គ្នាសូម្បីតែយើងបានផ្កាឈូកម៉ូតូមកបូជាក្នុងបរិវេណហ្នឹងពេលដែលគេកំពុងធ្វើហ្នឹងនឹងយើងឈ្មោះថាជាម្ចាស់ហើយជាម្ចាស់ហើយសូមឲ្យយើងធ្វើសេចក្តីជ្រះថ្លាចោះវត្ថុដែលនៅទិសទិញពីនេះឲ្យយើងសន្មត់ថាដូចជារបស់យើងដែរបានបូជាចំពោះគុណប្រតនត្រ័យទាំងអស់